ហាអំណាចនុយក្លេអ៊ែរពីរប៉ះគ្នាតើសមត្ថភាពយោធារវាងឥណ្ឌានិងប៉ាគីស្ថានខុសគ្នាកម្រិតណាថ្មីនេះភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានចាប់ផ្ដើមកើនឡើងកម្ដៅយ៉ាងខ្លាំងក្រោយពេលដែលឥណ្ឌាបានបាញ់មីស៊ីលទៅកាន់ប៉ាគីស្ថាននិងតំបន់កាស្មៀសម្រាប់មនុស្ស26នាក់ហើយប៉ាគីស្ថានក៏បានឆ្លើយតបវិញដោយបានបាញ់ទម្លាក់នៅយន្តហោះឥណ្ឌា5គ្រឿងប្រទេសទាំងពីរសុទ្ធសឹងតែមានអាវុធនុយក្លេអ៊ែរហើយបើផ្ទុះសង្គ្រាមពិតជាធ្វើឲ្យអន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងយ៉ាងណាមិញនៅក្នុងនោះក៏មានរបាយការណ៍ប្រៀបធៀបប្រទេសទាំងពីរផងដែរដើម្បីដឹងថាតើសមត្ថភាពយោធាឥណ្ឌានិងប៉ាគីស្ថានខុសគ្នាកម្រិតណាយោងតាមរបាយការណ៍ពីគេហទំព័រ Global Firepower ឆ្នាំ2025បានឲ្យដឹងថាបច្ចុប្បន្នឥណ្ឌាគឺជាប្រទេសដែលមានកម្លាំងយោធាធំជាងគេទី4នៅលើពិភពលោកខណៈដែលប៉ាគីស្ថានជាប់ចំណាត់ថ្នាក់លេខ12ឥណ្ឌាចំណាយថវិកា86,000 លានដុល្លារនៅក្នុងមួយឆ្នាំលើវិស័យយោធានាំឲ្យប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ5ដែលចំណាយធនធានច្រើនជាងគេលើយោធាចំណែកឯប៉ាគីស្ថានមានលទ្ធភាពចំណាយថវិកាប្រហែលជា 10.2,000 លានដុល្លារតែប៉ុណ្ណោះបើនិយាយពីកម្លាំងទ័ពវិញឥណ្ឌាមានកងកម្លាំងយោធា 5.1 លាននាក់ដែលច្រើនដល់ទៅ3ដងបើធៀបទៅនឹងប៉ាគីស្ថានដែលមានទាហានត្រឹមតែ 1.7 លាននាក់ចំពោះសភាវុធធនធ្ងន់ឥណ្ឌាមានយន្តហោះចម្បាំង 2,229 គ្រឿងធៀបទៅនឹងប៉ាគីស្ថានមានចំនួន 1,399 គ្រឿងនិងរថក្រោះ 3,151 គ្រឿងធៀបទៅនឹងប៉ាគីស្ថានមានចំនួន 1,839 គ្រឿងហើយមាននាវាកងទ័ពជើងទឹក 293 គ្រឿងធៀបទៅនឹង121 គ្រឿងសូមរំលឹកផងដែរថាប្រទេសទាំងពីរគឺសុទ្ធតែជាប្រទេសមហាអំណាចនុយក្លេអ៊ែរដោយឥណ្ឌាបានសាកល្បងអាវុធនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ 1974 ហើយក៏បានប្រកាសជារដ្ឋនុយក្លេអ៊ែរនៅក្នុងឆ្នាំ 1998 មិនយូរប៉ុន្មានក្រោយបញ្ចប់ការសាកល្បងអាវុធនុយក្លេអ៊ែរដំបូងរបស់ខ្លួននៅក្នុងឆ្នាំដដែលនោះប៉ាគីស្ថានក៏បានប្រកាសឲ្យពិភពលោកបានដឹងដូចគ្នាថាខ្លួនគឺជារដ្ឋនុយក្លេអ៊ែរ